Okay, good morning, good afternoon, and good evening, everyone. ចឹងត្រឡប់មកវិញយើងនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពី lesson 1 present simple with to be ចឹងនៅក្នុងមេរៀនទី1នេះគឺយើងសិក្សាអំពី present simple ជាមួយនឹង to be ឥឡូវយើងមកមើលទាំងអស់គ្នាក្នុងការសិក្សាមេរៀននេះ There are three forms of the present simple with to be ចឹងគេថាមាន3ទម្រង់នៃ present simple with to be តើទម្រង់ហ្នឹងអីគេខ្លះយើងមើល number 1គេថា positive form ទម្រង់នៃ positive ឬក៏យើងនិយាយថាទម្រង់ស្របអញ្ចឹងនៅក្នុងទម្រង់ស្របនេះយើងមាន structure ដែលគេណែនាំឲ្យយើងសិក្សានៅក្នុងចំណុចនេះយើងមានដូចជា subject plus to be to be ហ្នឹងគឺបានន័យថាយើងបំបែកចេញជា3គឺ am is are បូកជាមួយនឹង complement អូខេនេះគឺជា structure នៃការប្រើប្រាស់នៃទម្រង់ positive អញ្ចឹងយើងមកកលេចមើល subject ទាំងអស់គ្នា subject pronoun យើងមាន I you we they he she and it អញ្ចឹងsubject pronoun ទាំងអស់ហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹង verb to be ដែលយើងបំបែកចេញទៅជា am is are អីចឹងណាអញ្ចឹងយើងមើល I គឺយើងប្រើជាមួយនឹង am I am you we they យើងប្រើជាមួយនឹង are you are we are they are អីចឹងទៅ he she it គឺយើងប្រើជាមួយនឹង is ឧទាហរណ៍យើងនិយាយថា he is she is and it is yes ឥឡូវយើងមកមើលការ example នៅក្នុងទម្រង់ positive sentence number 1 I am a teacher ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ you are a student អ្នកគឺជាសិស្សម្នាក់អញ្ចឹងកន្លែងនេះឯងគឺជាការឧទាហរណ៍នៃ positive form or positive sentence អូខេអញ្ចឹងយើងជារួមសង្ខេបខ្លីទេនៅក្នុងការប្រើប្រាស់នៃចំណុច positive នេះគឺសង្ខេបឲ្យទៅលើ structure ទៅលើ example ឥឡូវយើងចូលទៅកាន់ចំណុចទី2ដែលយើងនឹងសិក្សាទៅលើ negative form or negative sentence យើងអាចមកប្រែថាចំណុចទី2នេះគឺយើងនិយាយអំពីប្រយោគបដិសេធឬក៏ទម្រង់បដិសេធ alright អញ្ចឹងនៅក្នុងទម្រង់បដិសេធនេះយើងមើល structure ឬក៏ form របស់គេឲ្យយើងប្រើប្រាស់ទៅម៉េច subject plus to be plus not plus complement អីចឹងទៅ example យើងនៅតែប្រើប្រាស់នៅក្នុង subject pronoun ដូចជា I am not you we they are not he she it is not អញ្ចឹងយើងនេះគឺជាទម្រង់ខ្លីទីដើម្បីយើងយល់ហើយខាងនេះគឺជាទម្រង់កាត់ឧទាហរណ៍ថា I am not យើងអាចនិយាយថា I'm not you are not យើងអាចអានថា you aren't we aren't they are អញ្ចឹងទៅពេល he is not យើងអាចនិយាយថា he isn't អញ្ចឹងទៅឬក៏ she isn't it isn't អញ្ចឹងទៅ alright នេះគឺជាទម្រង់ structure ខ្លីឥឡូវយើងមកមើលការឧទាហរណ៍របស់គេវិញគេសរសេរថា number 1 I'm not your friend ខ្ញុំមិនជាមិត្តភក្តិរបស់អ្នកទេឃើញទេទម្រង់នេះគឺជាទម្រង់ negative form or negative sentence she isn't a teacher នាងមិនជាគ្រូបរិញ្ញាទេអញ្ចឹងនាងមិនជាគ្រូបរិញ្ញានឹងឯងគឺជាទម្រង់នៃបដិសេធក្នុងការចង្អុលប្រាប់អីមួយយើងបដិសេធទៅលើចំណុចហ្នឹងអីចឹងណាហើយយើងមើលការឧទាហរណ៍ទី3 he isn't a student គាត់មិនជាសិស្សទេអញ្ចឹង he isn't ហ្នឹងឯងគឺជាទម្រង់បដិសេធនៅក្នុងចំណុចនេះអូខេអញ្ចឹងយើងសង្ខេបខ្លីទេនៅក្នុងទម្រង់នៃ negative ឥឡូវយើងមកចូលទម្រង់ទី3គឺ question form or question sentence យើងអាចប្រែថាទម្រង់សំណួរឬក៏ប្រយោគសំណួរឥឡូវយើងមកមើល structure របស់គេគេដាក់ថាម៉េចto be plus subject plus complement and question mark អូខេនៅក្នុងមេរៀននេះគឺគេណែនាំប៉ុណ្ណឹងឧទាហរណ៍ថា am I ហើយយើងមាន question mark អាហ្នឹងគឺជាទម្រង់សំណួរពេល is គឺត្រូវបូកជាមួយនឹង subject he she it is he is she is it អញ្ចឹងទៅពេល are គឺបូកជាមួយនឹង subject pronoun ដដែលតែគាត់ថាយើងប្រើជាមួយនឹង you we they are you
are we a day ចឹងទៅអូខេឥឡូវយើងមើលការឧទាហរណ៍របស់គេខាងក្រោមនេះគេថា number 1 are you a brave man តើអ្នកគឺជាមនុស្សក្លាហានមែនទេអូខេចឹងឃើញយើងមាន to be មុនតមកយើងមាន subject ហើយ complement ហើយនឹងសញ្ញាសួរ question mark អញ្ចឹងបើសិនជាសំណួរនេះយើងអាចឆ្លើយទៅលើ yes no question បានបើសិនជាគេសួរថា are you a brave man បើយើងចង់និយាយថាខ្ញុំមិនមែនជាអ្នកក្លាហានទេយើងអាចនិយាយថា no I'm not ប៉ុន្តែបើសិនជាយើងក្លាហានយើងនិយាយថា yes I am អញ្ចឹងទៅអូខេnumber 2 are we hungry គេ are we hungry តើពួកយើង hell ឬក៏ clean man yes we are ពិតមែនហើយណា no we aren't ទេពិតទេបានន័យថាពិតទេនឹងគឺបានន័យថាយើងអត់ clean ទេអូខេចឹងសង្ខេបមករួមវិញនៅក្នុងនេះគឺយើងសិក្សាអំពីចំណុចទី3ស្គាល់អំពីស្គាល់អំពី question forms យើងបានស្គាល់ហើយណាចឹងសង្ខេបខ្លីទេមិនបានអានឲ្យទាំងអស់ទេចឹងបន្ទាប់ពីយើងសិក្សាចប់អំពី structure ទាំង3យើងមកមើលការប្រើប្រាស់វិញការប្រើប្រាស់ហ្នឹងគឺបានន័យថាយើងសិក្សាចប់សពគ្រប់នៃទម្រង់នៃរូបមន្តហើយយើងត្រូវសិក្សាបន្ថែមគឺការប្រើប្រាស់នៅក្នុងមេរៀនហ្នឹងចឹងនៅក្នុងមេរៀននេះយើងសិក្សាទៅលើការប្រើប្រាស់ដែលយើងនិយាយថា usage of present simple with to be ការប្រើប្រាស់នៃ present simple to be ជាការប្រើប្រាស់នៃ present simple ជាមួយនឹងកិរិយាសព្ទ to be alright how do we use the present simple with to be តើយើងប្រើប្រាស់ present simple with to be នឹងដោយរបៀបណា we use the present simple with to be in the following ways ពួកយើងប្រើប្រាស់ present simple ជាមួយនឹងកិរិយាសព្ទ to be នៅក្នុងវិធីទាំងនេះវិធីយើងមើលការប្រើប្រាស់ use one ការប្រើប្រាស់ទី1 to talk about names គឺយើងប្រើប្រាស់ដើម្បីនិយាយអំពីឈ្មោះនិយាយឈ្មោះយ៉ាងម៉េចឧទាហរណ៍ number 1 I'm Sophia ខ្ញុំឈ្មោះ Sophia អញ្ចឹងខ្ញុំ Sophia ហ្នឹងឯងគឺយើងប្រើប្រាស់ចំណុចទី1គឺនិយាយអំពីឈ្មោះនៃមេរៀន present simple to be ហ្នឹងទី2 he's បញ្ញាគាត់គឺបញ្ញាគាត់គឺឈ្មោះបញ្ញាអញ្ចឹងណាអាហ្នឹងឯងគឺយើងប្រើប្រាស់អំពីឈ្មោះ number 3 Dave ចន្ទធា and ចន្ទលក្ខពួកគេគឺឈ្មោះថាចន្ទធាហើយនិងចន្ទលក្ខអញ្ចឹងទៅអាហ្នឹងឯងគឺការប្រើប្រាស់និយាយអំពីឈ្មោះឥឡូវទី1យើងបញ្ចប់ហើយសង្ខេបខ្លីទេយើងមកមើលការប្រើប្រាស់ទី2ទី2គេនិយាយថា used to talk about country and nationalities យើងអាចបកប្រែថាការប្រើប្រាស់ទី2គឺយើងនិយាយអំពីប្រទេសហើយនិងសញ្ជាតិ alright example I am from Cambodia I'm Cambodian អូខេខ្ញុំមកពីប្រទេសកម្ពុជាចឹង Cambodia ហ្នឹងឯងគឺបានន័យថាយើងប្រើប្រាស់អំពី country និយាយអំពី country ឲ្យពេល Cambodian សញ្ជាតិ nationality និយាយអំពីសញ្ជាតិ right អូខេអញ្ចឹងសង្ខេបខ្លីទេអំពីចំណុចនេះហើយយើងអាចបដោតឬក៏មើលបន្ថែមនៃការអានទៅលើខ្លឹមសារមេរៀននឹងបានអញ្ចឹងការប្រើប្រាស់ទី2យើងមានតែប៉ុណ្្នឹងទេឥឡូវយើងមកមើលការប្រើប្រាស់ទី3ទាំងអស់គ្នាគេថា use 3 to talk about age អញ្ចឹងការប្រើប្រាស់ទី3នេះគឺយើងនិយាយអំពីអាយុឧទាហរណ៍ number 1 I'm 27 years old អូខេខ្ញុំមានអាយុ27ឆ្នាំអញ្ចឹង27ឆ្នាំនេះគឺយើងប្រើប្រាស់នៅក្នុងទី3នេះគឺនិយាយអំពីអាយុអូខេ number 2 how old are you តើអ្នកអាយុប្រមាណទេនៃការប្រើប្រាស់អំពីអាយុ says 15នាងអាយុ15ឆ្នាំអញ្ចឹងទៅអូខេនេះគឺការប្រើប្រាស់ទី3នៃ present simple with to be យើងមកមើល use 4 to talk about emotions ជានៅក្នុងការប្រើប្រាស់ទី4នេះគឺយើងនិយាយអំពីអារម្មណ៍ចឹង emotions យើងប្រែថាអារម្មណ៍ម៉េចឥឡូវយើងមកមើលទាំងអស់គ្នា I'm sad ខ្ញុំក្រៀមក្រំចឹងអាហ្នឹងឯងគឺយើងប្រើប្រាស់ដើម្បីនិយាយអំពីអារម្មណ៍ she's excited នាងសប្បាយរំភើបរីករាយចឹងទៅអាហ្នឹងឯងគឺយើងប្រើប្រាស់ដើម្បីនិយាយអំពីអារម្មណ៍ you angry អ្នកខឹងអ្នកគឺខឹងអីចឹងណាចឹងហ្នឹងឯងគឺនិយាយអំពីអារម្មណ៍ alright ចឹងសង្ខេបខ្លីឥឡូវយើងមកមើលការប្រើប្រាស់ចុងក្រោយការប្រើប្រាស់ចុងក្រោយគឺ you find to talk about jobs បានន័យថាការប្រើប្រាស់នៃ present simple និយាយអំពីមុខរបរអាជីពឬក៏ការងារចឹងទៅ
យើងមកឧទាហរណ៍ number 1 I'm not a student ខ្ញុំមិនមែនជាសិស្សទេ right អញ្ចឹងសិស្សហ្នឹងឯងក៏ជាមុខរបរមួយដែរអញ្ចឹង I'm a teacher ខ្ញុំគឺជាគ្រូបរិញ្ញាបត្រ right អញ្ចឹងអាហ្នឹងឯងគឺការប្រើប្រាស់នៃចំណុចនេះគឺយើងនិយាយអំពីការប្រើប្រាស់ដែលនិយាយផ្ដោតទៅលើមុខរបរឬការងារអូខេអញ្ចឹងត្រឡប់មកវិញនៅក្នុងមេរៀនទី1នេះគឺបងប្អូនសិក្សាទៅលើ present simple with to be ហើយស្គាល់អំពី positive form negative form and question forms អញ្ចឹងបន្ទាប់ពីយល់ដឹងទាំងអស់ហ្នឹងហើយបងប្អូនបានសិក្សាទៅលើការប្រើប្រាស់បន្ថែមទៀតនៅក្នុងមេរៀននេះអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺមានតែប៉ុណ្្នឹងទេអ្វីដែលយើងសិក្សាហើយសង្ឃឹមថាបងប្អូននឹងបានស្វែងយល់បន្ថែមនៅក្នុងវីដេអូនេះហើយកុំភ្លេចខិតខំសិក្សាដោយខ្លួនឯងបន្ថែមអូខេ thank you everyone for watching this video in the end